សូមគោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាជាថ្មីមកកាន់ការវិភាគហាងឆេងមីអន្តរជាតិសម្រាប់ថ្ងៃទី31ខែកក្កដាឆ្នាំ2026ហាងឆេងមីការវិភាគថ្ងៃទី25មានការហក់ឡើងមកវិញក្រោយទិន្នន័យសេដ្ឋកិច្ចអាមេរិកអត់សូវល្អពិសេសពាក់ព័ន្ធជាមួយនឹង Advanced GDP និង PCE Price Index បូករួមជាមួយនឹងធនាគារកណ្ដាលជប៉ុនបានអន្តរាគមន៍ទៅលើប្រាក់យេនអញ្ចឹងហើយបានយើងឃើញថាដុល្លារមានការថយចុះខ្សោយជំរុញឲ្យហាងឆេងមីមានការហក់ឡើងទៅដល់តំបន់$4,110នៅក្នុងមួយអោនអញ្ចឹងព្រឹកនេះមាសកំពុងតែធ្វើការ retracement ឬក៏យើងនិយាយថាបញ្ចុះតម្លៃមកដល់តំបន់$4,080នៅក្នុងមួយអោនស្មើប្រហែលតម្លៃហាងឆេងមាសខ្មែរយើងគឺ$4,915នៅក្នុងមួយតម្លឹងឬក៏$491នៅក្នុងមួយជីបាទអញ្ចឹងហាងឆេងមាសនៅពេលបច្ចុប្បន្ននេះគឺមានសន្ទុះនៃការកើនឡើងមកវិញជាបន្តបន្ទាប់ក្រោយព័ត៌មានសង្គ្រាមអាមេរិកជាមួយអ៊ុរ៉ង់ហាក់មានភាពស្ងប់ស្ងាត់អញ្ចឹងឥឡូវយើងចូលមកដល់ការវិភាគបច្ចេកទេសដើម្បីរកតំបន់ទិញនិងលក់វិញម្ដងអញ្ចឹងទិសដៅរបស់មាសនៅពេលនេះគឺមានសន្ទុះនៃការកើនឡើងប៉ុន្តែមិនទាន់ break range បន្ត uptrend ទេលុះត្រាតែមាសអាច break តំបន់4200បាទអញ្ចឹងឥឡូវនេះបច្ចុប្បន្នមាសកំពុងតែធ្វើការ discount មកហើយបច្ចុប្បន្នជិតដល់តំបន់ 50% អញ្ចឹងយើងចាំទិញនៅតំបន់ 60% តែម្ដងបើទីផ្សារអាច discount បានដល់ 60% កាន់តែល្អគឺតំបន់4060មកកាន់តំបន់4050បងប្អូនអាចរងចាំទិញបានបាទតំបន់ទី1របស់យើង early zone បងប្អូនអាច take profit ត្រឹមតំបន់4080ឬក៏តំបន់4090បាទហើយ stop loss ក្រោមតំបន់4050មកអាចជាតំបន់4040ក៏បានកាន់តែល្អបាទនិងតំបន់ទិញទី2យើងគឺតំបន់4030និងតំបន់4020ដែលជាតំបន់ដែលទីផ្សារបានចុះកម្មសិមិញហើយឡងឡើងទៅវិញបងប្អូនអាចរងចាំទិញបានទៀតអញ្ចឹងកន្លែងនេះបងប្អូនអាចប្រើ stop loss ក្រោមតំបន់4020អាចជាតំបន់4015ក៏បានដែរនិងតំបន់ទិញចុងក្រោយរបស់យើងគឺតំបន់4000មកកាន់តំបន់$3990ក្នុងមួយអោនដែលជា support នៅក្នុងសប្តាហ៍នេះតែម្ដងអញ្ចឹងក្នុងករណីធ្លាក់មកដល់តំបន់នេះទីផ្សារអាចនឹង respect ហើយបងប្អូនអាចរងចាំចូលទិញល្អបំផុតគឺមាន bullish candlestick pattern ហើយប្រើ stop loss take profit វិញគឺតំបន់$4030នៅក្នុងមួយអោនហើយសម្រាប់តំបន់លក់វិញម្ដងដោយសារតែការលក់របស់យើងឃើញថាបច្ចុប្បន្ននេះ resistance តំបន់4100 110នេះគឺបានចោលរួចហើយអញ្ចឹងក្នុងករណីដែលបងប្អូនចង់លក់ទៀតបងប្អូនអាចលក់តំបន់នេះម្ដងទៀតបានប៉ុន្តែត្រូវរងចាំឲ្យមាន bearish candlestick pattern នៅតំបន់នេះចាំបងប្អូនចូលលក់ហើយប្រើ stop loss លើតំបន់4110អាចជា115ឬ117តែម្ដងហើយសម្រាប់តំបន់លក់ដែលល្អហ្មងគឺតំបន់4130ទៅកាន់តំបន់4140បងប្អូនអាចរងចាំលក់បានហើយប្រើ stop loss លើតំបន់4140អាចជា145ឬក៏$150ក្នុងមួយអោនហើយ take profit វិញគឺតំបន់4100នេះវិញតែម្ដងបាទ4100បាទហើយសម្រាប់តំបន់លក់ចុងក្រោយរបស់យើងគឺតំបន់4170ទៅកាន់តំបន់$4180ក្នុងមួយអោនអញ្ចឹងតំបន់លក់ចុងក្រោយនេះគឺនៅឆ្ងាយបន្តិចបាទយើងធៀបពីតម្លៃបច្ចុប្បន្នទៅ$100ក្នុងមួយអោនអញ្ចឹងបងប្អូនអាចរងចាំលក់បានហើយប្រើ stop loss លើតំបន់4185ឬក៏តំបន់$4190ក្នុងមួយអោនបាទអញ្ចឹងទាំងអស់នេះគឺសិតតែជាតំបន់បច្ចេកទេសនៅក្នុងការរងចាំទិញនិងលក់ប៉ុន្តែបងប្អូនល្អបំផុតក៏រងចាំ candlestick confirm ឬក៏ break structure លើ time frame តូចចាំបងប្អូនចូលតំបន់នេះបងប្អូននឹងមានសុវត្ថិភាពអាចគ្រប់គ្រងហានិភ័យតិចនិងទទួលបានផលចំណេញច្រើនជាចុងក្រោយគឺសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលចេញដូរចំណេញគ្រប់គ្នាសូមអរគុណ